ណាបងប្អូនខ្ញុំក៏គិតវែងញែកដល់ណាខ្ញុំលើកឧទាហរណ៍បន្តិចឆ្លៀតឱកាសឲ្យបងប្អូនមានមូលដ្ឋានក្នុងការត្រេះរិះពិចារណាសម្រាប់យកទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃតើពាក្យអរគុណគេប្រើនៅពេលណាបងប្អូននៅពេលបានមកយើងគេធ្វើស្អីបន្តិចវាបានមកយើងអានេះយើងអរគុណណាខ្ញុំលើកឧទាហរណ៍ថាយើងវាអត់ទៅស្អាតទេយើងវាអត់ទៅល្អទេឧទាហរណ៍ថាភាពល្អរបស់យើងគេឲ្យ10បន្ទុកយើងបាន7ទេស្អាតក៏7អនាម័យក៏7ឆ្លាតក៏7ចាត់តែគេមកទៅសើយើងមិនទៅសើផងអានឹងគេហៅបញ្ជោអូយបងឯងស្អាតគ្រប់10បងឯងល្អគ្រប់10បងឯងឆ្លាតបងឯងស្អីបងប្អូនញឹមកើតដែរហ៎បងប្អូនញឹមកើតដែរបងប្អូនញឹមកើតទៅមកពេលបងប្អូនស៊ីអានោះស៊ីរបស់ខ្លាំងនោះអានោះដាច់យុអានោះជុំវិញទៅហឹងអើងអាប់ទៅសើរហូតគាត់ច្អល់មុខហែងបញ្ជោអញប៉ុន្តែហែងបញ្ជោអញញឹមទេណាមានតែគាត់ស៊ីអានោះហើយគាត់អត់អរគុណមែនប៉ុន្តែគាត់ឲ្យតំណែងឲ្យតួនាទីអាអ្នកបញ្ជោហ្នឹងមានន័យថាម៉េចមានន័យថាគាត់បានណាគាត់អរគុណគេអរគុណជាការជួយត្រឡប់ទៅវិញមានន័យថាគាត់បានពីព្រោះពាក្យអរគុណក៏យើងបានពីគេណាបានយើងអរគុណគេហើយគាត់ប្រើពាក្យអរគុណប៉ុន្តែគាត់ឲ្យតំណែងឲ្យតួនាទីអាអ្នកហ្នឹងអញ្ចឹងមានន័យថាគាត់បានហើយគាត់ស៊ីតែរបស់ខ្លាំងខ្លាយរហូតណាស៊ីតែរបស់ខ្លាំងខ្លាយបើខ្ញុំវិញឲ្យកដោមកអញ្ចឹងខ្ញុំថាឯងមើងងាយអញហ្មងនេះអាមនៅចឹងក៏នៅចិត្តអញមិត្តអីមិនស្មោះត្រង់និយាយបលើសអាហ្នឹងមួយទៅរឿងនិយាយបលើសវាអត់បានមកយើងផងអរគុណមិនកើតទី2ថាយើងនឹងវាល្អគ្រប់10ចរិតយើងក៏ល្អរូបរាងយើងក៏ល្អការងាររបស់យើងក៏វាល្អសពគ្រប់ទាំងអស់ចាប់តែមានមនុស្សមួយមកគាត់មកនិយាយគាត់ថាសប្ថ្ងៃឃើញឯងល្អដល់ល្អទាំងរូបល្អទាំងចរិយាល្អទាំងការងារនឹងឯងនឹងល្អមកបានមកយើងឯងបងប្អូនបានមកយើងអត់បានផងបើរបស់អញតែប៉ុណ្ណឹងវាល្អមែនអញដឹងខ្លួនអញល្អមែនស្អាតមែនអីមែនមានបានអីមកអញយើងអត់មានសោយអារម្មណ៍បងព្រោះរបស់យើងវាប៉ុណ្ណឹងមែនអញ្ចឹងអរគុណគេកើតហើយអរគុណគេកើតខ្លាំងគេខំសរសើរមិនអរគុណបែងសោយនោះអារបស់ខ្លួនឯងមានប៉ុណ្ណឹងមែនដល់ពេលគេថាមកញឹមនោះសោយនោះបាននោះបានទៅជាអរគុណអញក៏អត់បានព្រោះអញដឹងច្បាស់ថាខ្លួនអញប៉ុណ្ណឹងមែនប៉ុន្តែអញក៏សរសើរថាម្នាក់នេះមិនបញ្ជោនិយាយការពិតគួរឲ្យគោរពអ្នកនេះគួរឲ្យគោរពមិននិយាយចេះបញ្ជោទេប៉ុន្តែឲ្យអរគុណអត់ទេប៉ុន្តែឧទាហរណ៍ថាយើងវាកើតទុករស់ស៊ីទៅវាខាតលិចលងរឿងអីមួយប្របាក់ចិត្តទីបាយវាកើតមិត្តភក្តិលឺដឹងថាយើងបាក់ទឹកចិត្តគេកាត់ពីភូមិ2ភូមិ3មកលើកទឹកចិត្តយើងថាអើយធម្មតាទេមនុស្សវារស់ស៊ីតែទឹកខាតចឹងហើយបើយើងមិនបន្ថយទេវាមិនបានអាចចំណេញធំទេសាកល្បងទៅពីព្រោះបើយើងអត់ហ៊ានធ្វើអាការងារណាដែលពុះវាជាមួយឧបសគ្គទេវាក៏អត់បានជោគជ័យពីព្រោះជោគជ័យមានន័យថាវាយឈ្នះឧបសគ្គហើយចុះបើឯងខ្លាចឧបសគ្គហើយឯងមានអីជោគជ័យដល់ពេលយើងចុះជិះឡើងយើងណាវារៀងធូរចិត្តអើហើយជ័យចឹងបើទៅអញគិតឃើញថ្មីអរគុណក៏បានចំណែកគេសប្ងៃអរគុណរឿងអីខ្ញុំជឿឆ្ងល់នេះបោះឆ្នោតឲ្យយើងមកអរគុណណាបងប្អូនអរគុណណាស់តែបានណានោះតែគេដឹងចុះឯងមកធ្វើអីបើអត់ចង់បានអីគេដែរតែឃើញក្បាលពួកឯងបាក់ពេកគេបោកត្រឡប់បោកក្លិនបើមានអ្នកណាគេត្រឹមត្រូវជួយឯងឲ្យអញមកទេមែនណាគេដឹងកុំជឿវាអាជ្រឹមជាពិសេសកុំជឿវាបោកទេឥឡូវលៀនកតុយហើយឧទាហរណ៍ថាអត់ចង់បានស្លឹកឆ្នោតទេស្រាប់តែគាត់តកោចបប្រកាសឲ្យដាក់ឈ្មោះគណៈបកទៅប្រុយហ្មងបើបោកក៏បងប្អូនឥឡូវឲ្យខ្ញុំនិយាយថាមិនទៀតនិយាយថាអត់ចង់បានស្លឹកឆ្នោតវាថាឯងកុហកឥឡូវខ្ញុំនិយាយថានិយាយណានិយាយតាមវាថាឥឡូវអញបោកចង់ឥឡូវអញបោកតាមពិតអញចង់បានស្លឹកឆ្នោតជិតងាប់ហើយប៉ុន្តែអញភូតថាអត់ចង់បានទេឥឡូវអញមើលគ្រាន់តែគេប្រកាសឲ្យដាក់គណៈបកនយោបាយភ្លាមណាញ័រទៅដាក់ភ្លាមឥឡូវគេចាប់កំហុសបានហើយបោកឥឡូវបោកមែនឥឡូវហើយអាម៉ាច់ឥឡូវបងប្អូនណាកុំបោះឆ្នោតឲ្យអ្នកបោកអញ្ចឹងណាបងប្អូនណាឥឡូវថាចាំទៀតឥឡូវហើយមកទៀតទៅមកទៀតទៅឥឡូវអាចថាមកទៀតអស់វាថាបងប្អូនឥឡូវនេះថាចង់បានលក្ខណៈថាបោកឥឡូវថាបោកទៀតចុះហើយបើប្រជាប្រដ្ឋនៅតែបោះឆ្នោតឲ្យទៀតវាល្មិចឥឡូវវាល្មិចមកខឹងឯអញខឹងប្រជាប្រដ្ឋទៅបងប្អូនពិចារណាមើលយើងនេះវាស្គាល់ចិត្តស្គាល់ឡើងស្គាល់ប្រវត្តិស្គាល់បតាំងអស់ហើយហ្នឹងអ្នកគ្រប់គ្រងគណៈបកសម្ព័ន្ធខ្ញុំនិយាយស្អីក៏គាត់យល់ចិត្តខ្ញុំដែរចឹងបានមហាសមាគមទីគាត់និយាយថាតាបាតគ្រឹះក្នុងបេះដូងវាសុចរិតវាទៀងវាត្រង់ហើយអាសកម្មភាពខាងក្រៅរកអាក្រក់មិនឃើញសម្ដីយ៉ាងម៉េចក៏ដោយរកអាក្រក់វាមិនឃើញដល់ពេលមនុស្សបេះដូងវាមិនត្រឹមត្រូវវាអត់ហ៊ាននិយាយចេញមកអស់ទេវាយកក្បាលគិតយើងនិយាយចឹងខ្លាចបាក់គេនិយាយចុងខ្លាចអីឲ្យតែបេះដូងមិនស្អាតហើយយកក្បាលមកគិតទាន់នេះមានកន្លែងខ្លះឆ្លោះឆ្លួយលើដល់ពេលយើងវាស្អាតពីខាងក្នុងចង់និយាយអីនិយាយទៅបងប្អូនចង់និយាយទៅពួកបេះដូងរបស់យើងវាត្រូវរួចហើយនេះគឺជាបាតគ្រឹះសុចរិតគ្រប់សកម្មភាពនយោបាយរបស់យើងឈរនៅលើបាតគ្រឹះមួយនេះ
ពីព្រោះយើងយល់យ៉ាងច្បាស់ថាអាមិនសុចរិតអាមិនទៀងមិនត្រង់ហ្នឹងបងប្អូនណាវាឆ្លោះគ្នាក្នុងចំណោមអ្នកនយោបាយវាងាប់ដល់យើងទាំងអស់គ្នាហើយរឿងហ្នឹងវាជាប់ចាក់ដងខ្លាំងណាស់មួយប្រជារដ្ឋរួមប្រជារដ្ឋជាអ្នកសម្រេចចិត្តបងប្អូនឃើញបាតកម្មថ្ងៃហ្នឹងចាក់ស្ដាយហ្នឹងរឿងចង់ឈ្នះគ្នាទៅវិញទៅមកដឹងអ៊ំខាខ្ញុំក៏ដោះស្រាយមិនហ្នឹងនៅក្នុងរួនដូចរូបកណ្ដោវាចេញពីអីបងប្អូនថាចេញពីទង្វើរបស់ខ្លួនគាត់វាចង់វាចេញមកជារឿងចង់ឥឡូវចាប់រឿងយកបាយសុចរិតនឹងចូលមកដល់រឿងអំណាចរបស់ប្រជាពលរដ្ឋតិចចិត្តដល់ថ្ងៃបោះឆ្នោតទៅណាបងប្អូនខ្ញុំចេះតែដេកគិតមើលថាតើរកស្អីយកមកនិយាយប្រាប់ប្រជាពលរដ្ឋអង្គគាត់យល់ពីអំណាចរបស់គាត់មានតភូមិមួយដែលពួកយើងរស់នៅដោយស្មារតីគ្នាក្នុងភាពជាម្ចាស់តែត្រូវធ្វើឲ្យបានសម្រេចឲ្យយន្តការ8ចំណុចហ្នឹងថាវាមានតម្លៃប៉ុណ្ណាចេះតែដេករកគិតណាគិតចុះគិតឡើងមើលឃើញរឿងមួយរឿងនៅទ្វីបអាហ្វ្រិកពួកអាហ្វ្រិកហ្នឹងវាលងងកាប់គាត់តំបន់វានោះម៉ែអាសបោពេជ្របងប្អូនហើយអាពេជ្រមិនទាន់ឆ្នៃជួនកាលប៉ិនកពួនជើងវាមិនទាន់ឆ្នៃវាយកមកធ្វើអីបងប្អូនយកមកធ្វើបថៅពេជ្រយកមកធ្វើបថៅទុកកាប់ឈើហើយដល់ពួកអ្នកយល់អ្នកស្គាល់ពេជ្រណាវាអ្នកអូស៊ីវាទៅពីប្រទេសអ្នកមានវាឃើញពេជ្រដល់ឃើញពេជ្រវាស្គាល់វាចង់បានពេជ្រហ្នឹងដល់ចង់បានពេជ្រហ្នឹងវាយករបស់យករបរទៅដូរពួកអាហ្វ្រិកដើម្បីយកពេជ្រវាឲ្យអីខ្លះហ៎វាឲ្យកញ្ចក់ឆ្លងមុខអាហ្វ្រិកកំដៅឃើញមុខវាផងនិយាយពីបានមកអូសោចតែខ្ញុំមើលគ្រប់គ្នារួចដាក់កញ្ចក់សោចអីអូចិត្តងាប់ក្រៅពីនោះឲ្យទឹកកោកាពីដីកំប៉ុងទៅអូយផឹកអូសបាយគ្រប់គ្នាឲ្យពេជ្រទៅគេទៅនិយាយពីអ្នកបានពេជ្រឯនោះទៅវិញយកចេញមកបងប្អូនហើយវាកាប់វាចាក់វាដណ្ដើមគ្នាស្គាល់ពេជ្រទៅគ្នាវាដណ្ដើមគ្នាចង់ងាប់ចង់រស់នៅក្នុងព្រៃមិនចាញ់រួចទេវាដណ្ដើមគ្នាហើយអាហ្វ្រិកឯនោះលងងបានអាកញ្ចក់ហើយនឹងទឹកកោកាទៅអូសបាយចិត្តងាប់សពថ្ងៃហ្នឹងវាចឹងបងប្អូនណាសពថ្ងៃចឹងអំណាចរបស់យើងណាហើយយើងអត់ស្គាល់ទេយកអំណោយស្រងកម៉ៅអូយបាយអាខ្លះគាត់ទៅលុយ 40000 ទាំងបានផងអ្នកបព្វជិជនណាស្រងកម៉ាលុយ 10000 ហ្នឹងមិនបានដល់ដៃអីនោះគ្រាន់តែគេប្រូផងឲ្យញឹមចិត្តហើយកម្មសខានោះបង្រៀនឲ្យជេរកូនជេរចៅទៀតអាកូនណាមិនបោះឆ្នោតឲ្យអញចង់បានលុយ 40000 ហើយជួយបោះឆ្នោតឲ្យអញកូនអកតញ្ញូបើចេះម៉ែឲ្យជេរយ៉ាងទៀតហើយម៉ែឲ្យក្រាត់ជេរមែនចង់បានលុយ 40000 និយាយពីបកាច់ជាមួយនឹងអាកញ្ចក់ឆ្លោះមុខហើយនឹងអាទឹកកូកាកូឡាពីដីកំប៉ុងហ្នឹងបកាច់នៅហ្នឹងនិយាយពីអា3 4 5នាក់បានពេញទៅវាខំគ្នាថ្ងៃនោះបាត់កម្មមួយថ្ងៃខំគ្នាឃើញទេឃើញទេបងប្អូនដូចម៉ែអានេះបានកញ្ចក់ឆ្លោះមុខឲ្យនឹងកំប៉ុងកូកាទៅនិយាយពីអញញឹមខ្ជិបអូដើរទៅតាមផ្ទះហ្នឹងអួតទៀតណាទៅចូលរួមមួយអាគណៈបកនោះបានកាយមកចូលរួមគណៈបកនេះបានរងបានកម្មាគាត់បានណាធ្វើអញ្ចឹងទៅហើយស្រាប់តែអញ្ញបានអំណាចឯនោះវិញបងប្អូនហើយនិយាយពីវាកាប់គ្នាថ្ងៃនោះកាប់គ្នាវាអត់ព្រមធ្វើឲ្យមានប្រព័ន្ធប្របែកអំណាចទេវាអត់ធ្វើទេព្រោះវាចង់ទុកអំណាចទេវាបានដុំពេជ្រទៅវាកាប់គ្នានោះកម្មសខាសំទីឲ្យគណៈបកប្រជាជនថ្ងៃកាប់គ្នារឿងហ្នឹងបងប្អូនកាប់គ្នារឿងហ្នឹងបានពេជ្រទៅកាប់គ្នានោះហើយឯងនេះមកដឹងរឿងចិត្តអត់ចង់ងាប់ទេបងប្អូនចិត្តអត់ចង់ងាប់វាពិបាកក្នុងដើមទូមអាគេយកពេជ្រទៅនេះអូកតេកតើឯនោះកាប់គ្នាពេញព្រៃងាប់ដល់ឯងទៅទៀតដល់ពេលតឹងធុងពេជ្របានកាន់ក្បាលមីក្រូយកមកនិយាយ10ថ្ងៃបងប្អូនទៅចោលប្លន់អញ្ចឹងចោលប្លន់មកប្លន់ទ្រព្យសម្បត្តិផ្ទះយើងពេជ្រមាសកែវកងលុយដុល្លារពេញទូចោលមានកាភ្លើងមួយមកប្លន់យើងបានអលីងដល់ពេលម្ចាស់ផ្ទះហ្នឹងគាត់ថាអើយយកមាសយកពេជ្រទៅខ្ញុំសុំតែកាភ្លើងមកវិញមកអាចចោលស្អែកទៅឲ្យពួកបានកាភ្លើងបានអីទាំងអស់ណាដូចគ្នារាល់ថ្ងៃហ្នឹងបើបានអំណាចមកនៅក្នុងដៃយើងបងប្អូនបានទាំងអស់បានអាចចោលវាអត់ព្រមឲ្យវាដឹងណាអញ្ចឹងបាននិយាយពីរឿងថ្នល់សាលារៀនមន្ទីរពេទ្យតថ្លៃនេះបានធ្វើថ្នល់នៅមុខផ្ទះខ្ញុំមកបានខ្ញុំបោះឆ្នោតឲ្យបានកម្មសខាឲ្យលុយ 40000 តិចចាឬក៏ថា65ឆ្នាំឡើងទៅយូរខ្ញុំសុំ60ទៅកម្មសខាឲ្យបានតថ្លៃគ្នាត្រូវប៉ុន្តែបើសុំបបាយអំណាចរដ្ឋស្អែកឲ្យសុំកាភ្លើងមិនឲ្យអាកន្លែងហ្នឹងដែលខ្ញុំចង់ពន្យល់ប្រជាប្រដ្ឋថានេះអាយន្តការ8ចំណុចរបស់យើងកាភ្លើងបងប្អូនកាភ្លើងអានឹងដុំពេជ្រអានឹងដុំពេជ្របងប្អូនអត់យល់ខ្ញុំបាយដើមធំងាប់បងប្អូនទៅងាប់តាមដំណើរហ្នឹងទៅជួយបានផងគឺមិនបើវាយកទៅដុំពេជ្រហ្នឹងទៅដូរឡើងកញ្ចក់ឆ្លោះមកហាញ់ទឹកកូកាកូឡា3 4 5កំប៉ុងនេះឯងបាយធំងាប់ហ្នឹងអ្នកថាអំណាចបងប្អូនអំណាចអានឹងកាភ្លើងបានកាភ្លើងមកទ្រព្យសម្បត្តិអីក៏បានដែរបងប្អូនគិតមកបើមិនចឹងសប្ថ្ងៃបងប្អូនណាខ្មែរយើងឆ្លោះគ្នាអត់ចប់ព្រោះរឿងអីថាព្រោះរឿងមានបាក់នៅមូលដ្ឋានបាក់វានៅមូលដ្ឋានវាចូលបាក់នេះវាចូលបាក់នោះហើយហេតុអីបានជាគេដាក់បាក់នៅមូលដ្ឋានថាដើម្បីពង្រឹងអំណាចវាខ្លះធ្លាក់វាពង្រឹងអំណាចហើយបើគណៈបកប្រជាជននឹងអញ្ចឹងទៅហើយដល់ពេលសំរងស៊ីវិញគាត់ថាម៉េចឥឡូវនេះយើងបានចាត់តាំងមេភូមិមេឃុំរបស់យើងចូលដល់មូលដ្ឋានដែរហើយមានន័យថាប្រជាធិបតេយ្យចាក់ឬជ្រៅទៅហើយប្រជាធិបតេយ្យចាត់តាំងយកណាចាត់តាំងយកអីវាទៅបាក់ហែងបាក់អញចឹងហើយបើវាឆ្លោះគ្នាតងាប់បងប្អូនឆ្លោះគ្នាតងាប់
ខាគាត់និយាយបើគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតយកសំស៊ីចូលស្រុកវិញមានន័យថាម៉េចបងប្អូនអាណាឈ្នះអានឹងមកលែងគិតរឿងច្បាប់នឹងត្រឡប់ហើយប៉ុន្តែបងប្អូនមើលស្រុកសៀមមើលហាក់ស៊ីនណាបងនាយករដ្ឋមន្ត្រីថៃសប្តាហ៍នេះបងកើតដល់ពេលគណៈបកយិញឡាក់នឹងឈ្នះឆ្នោតមានយកថាក់ស៊ីនចូលបានណាព្រោះរឿងហ្នឹងនៅលើតុលាការតាយកបានចំណែកកម្មសខាគាត់ធានាវិជាបើគាត់ឈ្នះឆ្នោតយកសំនឹងទីចូលស្រុកវិញមានន័យថាម៉េចទឹកឡើងថៃស៊ីទៅមកយ៉ាងទឹកហើយទៅមកទីទៅតែអញឈ្នះអញម្ដងហើយអញ្ចឹងបានពួកអាក្រមសំនឹងទីហ្នឹងវាកំពុងតែសង្គ្រោះថ្មិញដាក់អាអ្នកគ្រប់គ្រងគណៈបកប្រជាជនហ្នឹងហើយចាំមើលអាណត្តិហ្នឹងតែអញឈ្នះអញម្ដងណែអាហ្នឹងបងប្អូនអត់មានបានសេចក្តីសុខទេ